Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាភាគបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី138របស់យើងនិងហើយសម្រាប់អ្នកទាំងអស់គ្នាដែលរងចាំទស្សនាភាគបន្តនៅលើ YouTube យូអាចចូលទៅទស្សនានៅក្នុងកូនគោរព VIP របស់ Admin បានដែលបានចេញដល់ភាគទី149ហើយសម្រាប់តម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះហើយក៏នៅមានរឿងផ្សេងទៀតផងដែរដូចជារឿងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9ដែល Admin បានចេញដល់ភាគទី13ហើយនឹងរឿងអំណាចធម្មពលនៃច្រកទ្វារអាថ៌កំបាំងដែលបានចេញដល់ភាគទី12សម្រាប់រឿងទាំងអស់នេះផងដែរចេញជារៀងរាល់សប្តាហ៍ចំណែករឿង 4-5 ផ្សេងទៀតជាប្រភេទ 2D ដូច្នេះអ្នកទាំងអស់គ្នាអាចសល់លបងចូលទៅទស្សនាបាន link Telegram របស់ Admin នៅក្រោម comment អាចឆាតមកផ្ទាល់បានចាប់ផ្ដើមនៅសាច់រឿងបន្ទាប់ពីកញ្ញាមេងឈីងបានបបួលក្រុមរបស់ឈិនធានចូលទៅទស្សនានៅក្នុងរាជវង្សអន្តរជាតិរបស់នាងដែលគឺជាកន្លែងក្នុងក្តីស្រមៃរបស់នាងរាល់គ្នាឈិនធានក៏បានតបខ្ញុំធ្លាប់បានឮជាយូរមកហើយថាវិមាននៃគ្រូសាមេងគឺធំទូលាយខ្លាំងណាស់ហើយគ្រប់ដណ្ដប់លើអ្វីៗទាំងអស់ហើយខ្ញុំក៏សូមទទួលការអញ្ជើញរបស់នាងដោយគោរពផងដែរពេលនោះឈិនណានគាត់ក៏បានសើចបន្តិចត្រូវហើយតែកញ្ញាមេងឈីងមិនទាន់ភ្លេចសន្យារបស់នាងទេចាខ្ញុំពិតជាមិនភ្លេចនោះទេបន្តដើរចូលទៅខាងមុខនាប្រវូឈិនតែក្នុងពេលរាត្រីនេះទំនេរដែរឬអត់ខ្ញុំចង់រំតែម្នាក់ឯងក្រោមពន្លឺព្រះច័ន្ទឲ្យលោកមើលរហូតទាល់តែពួកយើងទាំងពីរនាក់ស្រវឹងធ្វើឲ្យឈិនណានក៏បានសរសើរពីភាពសង្ហារបស់បងប្រុសរបស់គាត់ប៉ុន្តែស៊ីលូនេះមិនពេញចិត្តនោះទេក៏បានចូលមកនិយាយវូឈិនមានកិច្ចការដែលត្រូវធ្វើនៅក្នុងយប់នេះសូមកញ្ញាមេងឈីអញ្ជើញអ្នកផ្សេងវិញទៅដែលធ្វើឲ្យនាងក៏បានតបថាដូច្នេះអ្នកប្រុសវូឈិនមាននរណាម្នាក់នៅក្នុងចិត្តរួចទៅហើយជំរឿមួយនេះមិនគួរជារបស់អ្នកប្រុសវូឈិនទីនោះទេដោយឈិនធានក៏បានប្រាប់ថាការសន្យានេះត្រូវបានធ្វើឡើងដោយហ្វឹងហ្វៃយ៉ាងវាមិនមានអ្វីទាក់ទងជាមួយនឹងខ្ញុំនោះទេកញ្ញាមេងឈីងមិនចាំបាច់ព្រួយបារម្ភឡើយដែលធ្វើឲ្យនាងក៏បានសរសើរលោកគឺជាមនុស្សដំបូងគេហើយដែលបានបដិសេធខ្ញុំឈិនធានក៏បាននិយាយការទៅទស្សនាវិមានគ្រូសាមេងខ្ញុំមិនបានបដិសេធនោះទេមេងឈីងនាងក៏បានតបទៅវិញខ្ញុំនឹងរងចាំលោកនៅថ្ងៃស្អែកក្រឡេកមកព្រះអង្គម្ចាស់យានដែលគាត់ក៏បានមកធ្វើការគោរពទៅព្រះមហាក្សត្ររបស់គាត់ដែលឮតែសំឡេងមិនបានបង្ហាញខ្លួននោះទេរូបមន្តនៃការចម្រាញ់ថ្នាំនេះហាក់បីដូចជាសាមញ្ញខ្លាំងណាស់តើវាអាចជារបស់คล้ายៗទេព្រះអង្គម្ចាស់យានគាត់ក៏បានធ្វើការគោរពម្ដងទៀតខ្ញុំជឿជាក់ទៅលើវូឈិនមិនត្រឹមតែរូបមន្តប៉ុណ្ណឹងនោះទេគាត់ថែមទាំងបានអះអាងថាគាត់តែម្នាក់គត់ដែលអាចចម្រាញ់នៅគ្រប់ថ្នាំមួយនេះបានដែលធ្វើឲ្យសម្លេងរបស់ព្រះមហាក្សត្រក៏បានសាយបន្តិចមើលទៅយុវជនវ័យក្មេងវូឈិនម្នាក់នេះពិតជាមានទេពកោសល្យមិនធម្មតានោះទេដូច្នេះអ្នកត្រូវតែមើលថែគាត់ឲ្យបានល្អរហូតដល់រូបមន្តមួយនេះត្រូវបានកំណត់ថាជារបស់ពិតប្រាកដដល់ពេលនោះរាជវង្សអន្តរជាតិរបស់យើងនឹងគាំទ្រគាត់ដោយគ្មានលក្ខខណ្ឌនោះឡើយព្រះអង្គម្ចាស់យានក៏បានធ្វើការគោរពម្ដងទៀតព្រះករុណាពិតជាមានភាពឆ្លាតវៃមែនសាច់រឿងក៏បានកាលមកដល់ក្រុមព្រឹទ្ធាចារ្យអាណាចក្រទាំង3ដែលព្រឹទ្ធាចារ្យសក់សលីគូគាត់មិនទាន់ស្លាប់នៅឡើយនោះទេដែលពេលនេះគាត់កំពុងតែពិភាក្សាគ្នាអាណាចក្ររបស់យើងបានរងការបាត់បង់មនុស្សដែលមានទេពកោសល្យយ៉ាងធ្ងន់ធ្ងរហើយពេលនេះរាជវង្សអន្តរជាតិកំពុងតែពេញចិត្តយ៉ាងខ្លាំងចំពោះអាណាចក្រធានវូដែលធ្វើឲ្យអាណាចក្ររបស់ពួកយើងកំពុងតែស្ថិតនៅក្នុងភាពមិនអំណោយផលត្រូវហើយឥឡូវនេះព្រះអង្គម្ចាស់យានកំពុងតែឃ្លាំមើលពួកយើងព្រឹទ្ធាចារ្យលីគូគាត់ក៏បាននិយាយថាទោះបីជាគាត់តាមឃ្លាំមើលពួកយើងក៏ដោយក៏ពួកយើងត្រូវតែរកវិធីដើម្បីកម្ចាត់មនុស្សនៃអាណាចក្រធានវូចោលជាពិសេសគឺវូឈិនវាត្រូវតែស្លាប់ក្រឡេកមកបុរសកំសត់ស្នេហ៍ជាលាវសឹងដែលពេលនេះគាត់កំពុងតែអង្គុយផឹកសូរ៉ានៅមុខសំណាក់តែម្នាក់ឯងស្របពេលនោះកញ្ញាមូមីងនាងក៏បានបន្លាស់ទីចូលមកដែលធ្វើឲ្យគាត់ក៏បានបន្លាស់ទីចេញពីទីនោះតែម្ដងបន្សល់ទុកនៅស្រាមួយអាទិត្យនៅលើតុមូមីងនាងក៏បានហៅថាជាលាវសឹងឆាប់បង្ហាញខ្លួនមកប្រសិនបើលោកជាបុរសពិតមើលទៅលោកពិតជាកំសាកដែលមិនហ៊ានប្រឈមមុខជាមួយនឹងខ្ញុំតើហេតុអ្វីបានជាលោកជួយសង្គ្រោះខ្ញុំតាំងពីដំបូងបន្ទាប់ពីគ្មានការឆ្លើយតបនាងក៏បានកាន់នៅអាទិត្យស្រាលើកអកមួយរួចហើយក៏បានបន្លាស់ទីចាក់ចេញភ្លាមចំណែកជាលាវសឹងវិញគាត់កំពុងតែអង្គុយនៅលើដំបូលផ្ទះខណៈពេលនោះឈិនធានក៏បានមកដល់ល្មមនេះពិតជាគ្មានបេះដូងមែនប្រកុលស្រាមួយអាទិត្យទៅឲ្យជាលាវសឹងគាត់ក៏បានផឹកមួយវូឈិនខ្ញុំមិនដែលអង្វរអ្នកណានោះទេក្នុងមួយជីវិតរបស់ខ្ញុំនេះដោយសារតែការប្រកួតប្រជែងដណ្ដើមទឹកដីគឺជាការគំរាមកំហែងដល់អាយុជីវិតប្រសិនបើខ្ញុំស្លាប់ខ្ញុំសង្ឃឹមថាលោកអាចការពារមូមីងជំនួសខ្ញុំបានឈិនធានក៏បានញញឹមបន្តិចមិនដេចក៏ខ្វល់ខ្វាយជាមួយនឹងនាងខ្លាំងម្ល៉េះហើយអ្វីបានជាមិនព្រមទទួលស្គាល់អារម្មណ៍របស់ខ្លួនឯងទៀតជាលាវសឹងគាត់នៅតែមួរឿងក្នុងជីវិតនេះខ្ញុំយល់តែអំពីក្បាច់ដៃតែប៉ុណ្ណោះដោយសារតែខ្ញុំមិនចង់ឲ្យនាងមានការឈឺចាប់បន្ថែមទៀតឈិនធានក៏បានងើបឡើងខ្ញុំសន្យានឹងនាងប៉ុន្តែជាលាវសឹងនៅថ្ងៃណាមួយប្រសិនបើពួកយើងមានអ្វីកើតឡើងនៅក្នុងទីក្រុងលូរីពេលនោះគាត់ក៏បានតបទៅវិញដល់រាបណាខ្ញុំជាលាវសឹងនៅរស់ទីក្រុងលូរីនៅតែមានសុវត្ថិភាពសម្រាប់ពួកយើងឡោះបើអញ្ចឹងជួលមួយហើយនេះជាការសន្យារបស់ពួកយើងចំពោះគ្នាទៅវិញទៅមកក្រឡេកមកព្រឹកស្អែកថ្ងៃថ្មីដែលក្រុមរបស់ឈិនធានកំពុងតែជិះនៅសត្វកុកចូលទៅក្នុងវិមានរបស់គ្រូសាមេងដែលធ្វើឲ្យពួកគាត់បានសរសើរថាវិមាននៃគ្រូសាមេងពិតជាអស្ចារ្យណាស់ដោយកញ្ញាមេងឈៀងជាមួយនឹងអ្នកបម្រើរបស់នាងកំពុងតែរងចាំសូមស្វាគមន៍អ្នកទាំងអស់គ្នាចូលមកកាន់វិមានគ្រូសាមេងរបស់ខ្ញុំវាពិតជាកិត្តិយសរបស់ពួកយើងខ្លាំងណាស់ឈិនធានក៏បានតបកញ្ញាមេងឈៀងបានមកទទួលពួកយើងដោយផ្ទាល់វាក៏ពិតជាកិត្តិយសរបស់ពួកយើងដូចគ្នាដែលពេលនោះអ្នកបម្រើរបស់នាងក៏បាននិយាយថាមនុស្សទាំងអស់នេះតើពួកគាត់អាចជាគ្រូសាអភិជនបុរាណនៃចក្រភពមែនទេដែលឲ្យនាងរបស់យើងមកទទួលដោយផ្ទាល់បែបនេះគ្នារបស់នាងម្នាក់ទៀតក៏បានផ្សាយបន្តិចពួកគាត់គឺជាមនុស្សមកពីអាណាចក្រធានវូដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីយប់មិញជាពិសេសគឺជាអ្នកប្រុសវូឈិនមាននៅទេពកោសល្យលេចធ្លោខ្លាំងជាងគេតែម្ដងមេងឈីងនាងក៏បានទាដៃបន្តិចនាំភ្ញៀវអាណាចក្រធានវូរបស់យើងទៅរីករាយជាមួយនឹងឋានស៊ូ33អ្នកបម្រើទាំង4នាក់ក៏បានធ្វើតាមបញ្ជានាំសមាជិករបស់ឈិនធានមួយចំនួនទៅមេងឈីងនាងក៏បានបន្តនិយាយវូឈិនបុព្វបុរសនៃគ្រូសាមេងរបស់ខ្ញុំ
ចង់ជួបលោកឈិនធានមានការភ្ញាក់ផ្អើលបន្តិចចង់ជួបខ្ញុំមែនទេដែលធ្វើឲ្យលូស៊ីនាងក៏មានការព្រួយបារម្ភមិនអីនោះទេការអញ្ជើញដ៏សប្បុរសបែបនេះសូមកញ្ញាមេងឈៀងដឹកនាំផ្លូវទៅបានឡាស់ទីយ៉ាងលឿនជិះនៅយានជំនិះរបស់នាងដើម្បីចូលទៅខាងក្នុងវិមាននៅសល់ឈិនហានជាមួយនឹងសម្លាញ់របស់គាត់ដែលពេលនេះគាត់កំពុងតែស្ដាប់នៅកំណាព្យរបស់បរិសម្នាក់កំពុងតែជិះនៅកំរាព្រំមានអ្នកបម្រើកំពុងតែបាច់នៅផ្កាឆ្លងកាត់ឋានសួគ៌ទាំង9ដើម្បីប្រមូលនៅពន្លកអមតៈរីកដុះដាលតែម្ដងគត់ក្នុងរយៈពេល 10000 ឆ្នាំបើអ្នកសួរថាអារម្មណ៍របស់ខ្ញុំជ្រៅប៉ុណ្ណាខ្ញុំសូមថ្វាយចិត្តដល់លះបង់របស់ខ្ញុំជាមួយនឹងស្រាដ៏ថ្លានេះដោយអ្នកបម្រើរបស់គាត់ពីរនាក់ក៏បាននិយាយថាកំណាព្យរបស់អ្នកប្រុសពិតជាពិរោះខ្លាំងណាស់ចំណែកឈិនណានបានអស់សំណើយ៉ាងខ្លាំងតើការបង្ហាញខ្លួនបែបនេះតើអ្នកគឺជានរណាដែលធ្វើឲ្យបរិសុទ្ធកំណាព្យម្នាក់នោះក៏បានសម្លឹងមកមើលទៅសម្លៀកបំពាក់របស់អ្នកតើមកពីអាណាចក្រដ៏ល្ងងខ្លៅមួយណាបានជាមិនអាចយល់ពីទេពកោសល្យកំណាព្យរបស់ខ្ញុំឈិនណានពេលនោះទ្រាំលេងបានស្ទុះចូលទៅប៉ុន្តែត្រូវបានសម្លាញ់របស់គាត់ខាត់មើលទៅអ្នកមកយឺតពេលហើយប្រសិនបើចង់ជួបកញ្ញាមេងឈីងដោយសារតែនាងបានលើកឡើងពីអ្វីមួយក្នុងការសន្យាកាលពីយប់មិញបន្ទាប់មកក៏បានចាក់ចេញជាមួយនឹងវូឈិននៃអាណាចក្រធីនវូឈិនណានក៏បានបន្តអស់សំណើចត្រូវហើយវូឈិនគឺជាបងប្រុសរបស់ខ្ញុំជាមនុស្សដែលបានបដិសេធនាងកាលពីយប់មិញប៉ុន្តែនាងមេងឈីងនៅតែមានភាពរីករាយពេលនោះបរិសុទ្ធកំណាព្យម្នាក់នោះក៏បានដឹងពូអ្នកគឺមកពីអាណាចក្រធីនវូមែនទេវាមិនអាចទៅរួចឡើយដែលនាងមេងឈីងពិតជាចង់រំឲ្យមនុស្សដូចជាគេមើលរួចហើយគាត់ក៏បានជិះនៅកន្ទេលរបស់គាត់ត្រឡប់ទៅវិញធ្វើឲ្យឈិនណាននិងសម្លាញ់របស់គាត់អស់សំណើចយ៉ាងខ្លាំងក្រឡេកមកកញ្ញាមេងឈីងហើយនឹងឈិនធានដែលពួកគាត់បានមកដល់ខាងមុខវិមានខ្ញុំនៅតែឆ្ងល់ថាហេតុអ្វីបានជាបុព្វបុរសនៃគ្រូសាមេងចង់ជួបខ្ញុំមេងឈីងនាងក៏បាននិយាយប្រាប់អ្នកប្រុសវូឈិនតើដឹងទេថាហេតុអ្វីបានជាគ្រូសាមេងរបស់ខ្ញុំល្បីល្បាញខាងសូរ៉ាឈិនធានក៏បានក្រវីក្បាលនាងក៏បានបន្តដំណើរកាលពី 10000 ឆ្នាំមុនមានស្ត្រីទេពអប្សរម្នាក់មានឈ្មោះថាមេងមាននៅសម្រស់ដ៏ស្រស់ស្អាតដូចជាឋានសួគ៌អមតៈគឺស្រស់ស្អាតបំផុតនៅទូទាំងដែនទាំង10មាននៅបរិសមកពីគ្រប់ទិសទីដេញតាមនាងដោយអន្ទះសារប៉ុន្តែគ្មានម្នាក់ណាធ្វើឲ្យបេះដូងរបស់នាងផ្លាស់ប្ដូរបានឡើយរហូតដល់មាននៅបរិសវ័យក្មេងម្នាក់ស្លៀកនៅឈុតពណ៌សបាននាំនៅភ្លើង9ពណ៌ជាមួយនឹងស្រាមួយអាទិនដែលអាចយកឈ្នះបេះដូងរបស់នាងបានคล้ายជារឿងរ៉ាវស្នេហាដ៏ល្បីល្បាញក្នុងឆ្នាំនោះឈិនធាននៅតែឆ្ងល់ស្រាមួយអាទិននឹងតើវាអាចជាស្រាទឹកសន្សើមឋានសួគ៌ទាំង9មែនទេត្រឹមត្រូវហើយគ្រូសាមេងបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ដោយសារតែបុព្វបុរសរបស់យើងបានរងចាំថានឹងមាននរណាម្នាក់អាចកោះហៅនៅពន្លឺទាំង9ពណ៌ម្ដងទៀតបានឈិនធាននៅតែបន្តស៊ូតើបុព្វបុរសគ្រូសាមេងអាចជានរណាម្នាក់កាលពី 10000 ឆ្នាំមុនមែនទេនាងក៏បានតបខ្ញុំក៏មិនដឹងច្បាស់ដែរសំណួរទាំងអស់នេះនឹងត្រូវបានឆ្លើយនៅពេលដែលអ្នកប្រុសវូឈិនជួបជាមួយនឹងបុព្វបុរសរបស់ខ្ញុំប្រហែលជាអ្នកអាចរកឃើញចម្លើយនៅពេលនោះបន្ទាប់ពីអ្នកទាំងពីរបញ្ចប់នៅការសន្ទនាវូឈិនក៏បានដើរចូលទៅខាងក្នុងវិមានដែលមាននៅផ្ទាំងគំនូរមនុស្សស្រីម្នាក់នៅចំកណ្ដាលសម្លឹងចុះសម្លឹងឡើងក៏បានណែនាំខ្លួនខ្ញុំវូឈិនជាយុវជនចំនួនក្រោយបានមកតាមការស្នើសុំរបស់បុព្វបុរសបន្ទាប់ពីគ្មានអ្នកណាឆ្លើយតបគាត់ក៏បានសម្លឹងទៅរូបគំនូរដែលនៅចំពោះមុខធ្វើឲ្យគាត់ក៏បានចាប់អារម្មណ៍ភ្លាមតែម្ដងស្រមៃទៅដល់វាស្មៅមួយកន្លែងដែលពោពេញទៅដោយសេចក្តីសុខជាមួយនឹងនារីពីរនាក់ម្នាក់កេងនៅលើភ្លៅម្នាក់ទៀតផ្អែកជាប់នៅនឹងខ្នងបន្តបង្ហាញដល់ពេលភ្លៀងធ្លាក់ហើយនឹងផ្គររន្ទះដែលគាត់កំពុងតែបីនៅរាងកាយរបស់នារីម្នាក់នោះហើយនារីម្នាក់ទៀតកំពុងតែអង្គុយយំនៅខាងក្រោយស្របពេលនៅបច្ចុប្បន្នទឹកភ្នែករបស់ឈិនធានក៏បានហូរស្រក់ទាំងមិនដឹងខ្លួនហើយអ្វីបានជាទឹកភ្នែករបស់ខ្ញុំត្រូវហូរពេលនោះសម្លេងរបស់មនុស្សស្រីម្នាក់ក៏បានសួរថាតើគំនូរមួយនេះស្រស់ស្អាតខ្លាំងណាស់មែនទេត្រូវហើយនាងគឺជាបងស្រីរបស់ខ្ញុំនៅទីបញ្ចប់លោកនៅតែជាអ្នកឈ្នះទោះបីជាលោកត្រឡប់មកវិញក៏ដោយខ្ញុំនៅតែស្រក់ទឹកភ្នែកនៅពេលដែលខ្ញុំបានឃើញលោកជាលើកដំបូងហើយសាច់រឿងភាគទី138របស់យើងក៏ត្រូវបានបញ្ចប់ដូចគ្នាក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងខណៈពេលនេះអេដមីនសូមជម្រាបលាបាយបាយ